សូមប្រាប់ពលញោមពុទ្ធបរិស័ទនេះជាសកម្មភាពការរៀបចំតុបតែងផ្កាភ្ញីលម្អក្នុងកម្មវិធីបុណ្យខួប7ថ្ងៃនិយាយដឹងលូនបងនិយាយអាត្មាភាពបានអនិច្ចធម្មទៅបាន7ថ្ងៃហើយថ្ងៃស្អែកគឺជាថ្ងៃ7ថ្ងៃបុណ្យខួបគាត់ហើយល្ងាចនេះមានការរៀបចំផ្កាភ្ញីមានរៀបចំផ្កាបូជាព្រះលម្អក្នុងកម្មវិធីបុណ្យ7ថ្ងៃស្អែកចឹងអាស្រ័យហេតុនេះសូមពុទ្ធបរិស័ទសូមទស្សនានៅសកម្មភាពនិងមើលនៅតាមភាពបន្តិចបន្តួចដែលញាតិញោមពុទ្ធបរិស័ទក៏បានមកចូលរួមជួយរៀបចំល្ងាចនេះបងជាទស្សនវិជ្ជាទាំងស្រុងហើយរៀបចំបានឃើញគួរជាទីជ្រះថ្លាឲ្យញាតិញោមទាំងអស់គ្នាបានស្ដាប់នៅបទភ្លេងខ្លះក៏ដូចជាភ្លេងញាតិញោមបានស្ដាប់ទាំងអស់គ្នាបងសូមអនុមោទនាបងសូមអរគុណយាយទូមានឲ្យថែរក្សាពូជផៅចៅចាំគ្រប់ដងហើដូចថ្មីនឹកយាយលើដើមយាយដើរចុះឡាចាំផ្លូវកូនមកទាំងស្រឡាញ់មិនលឹងខ្វះម្នាក់ចិត្តយីល្អណាស់គ្មានអ្វីប្រៀបបានយាយទៅណាយូរម្ល៉េះចៅនៅត្រង់នេះកូនចៅនឹកយាយគ្រប់ប្រារដូវជុំឆ្នាំនេះឡើងមានសំណាងឃើញស្នាមយំយាយទៀតបានឃើញត្រឹមរូបថតយាយលារហូតមិនអាចវិលមកវិញទេបានទេកើតជាចៅយាយសូមនឹកដល់មនុស្សចាំងនឹងផ្ទះគាត់អាយកាណាំងនឹកកូនចេញធ្វើបុណ្យកុំភ្លេចព្រះកុណឡោកុំចាំបាត់បង់ទើបស្ដាជុំឆ្នាំមុនយាយនាំកូនចៅទៅវត្តបោះបាយបិណ្ឌស្ដាប់លោកទេសនាវាយអង្គមព្រះនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃតែកូនចៅមិនអាចឃើញមុខយាយទៀតទេដូចថ្មីនឹកយាយលើដើមយាយដើរចុះឡាចាំផ្លូវកូនមកទាំងស្រឡាញ់មិនលឹងខ្វះម្នាក់ចិត្តយីល្អណាស់គ្មានអ្វីប្រៀបបានយាយទៅណាយូរម្ល៉េះចៅនៅត្រង់
ចាំនឹកយាយគ្រប់ប្រារដូវជុំឆ្នាំនេះលែងមានសំណាងឃើញស្នាមយញឹកយាយទៀតបានឃើញត្រឹមរូបថតបានទេកើតជាចៅយាយសូមនឹកដល់មនុស្សចាំងនៅផ្ទះគាត់អាយកាលណាំងនឹកកូនចេញធ្វើបុណ្យកុំភ្លេចព្រះកុណឡោកុំចាំបាត់បង់ទើបស្ដាយសូមយាយបានសោយសុខកតេទុកគុំបីឃ្លៀងខែមានជាតិក្រោយសូមកើតជាចៅយាយទៀត